សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបខ្ញុំទាំងពីរអ្នកម្ដងទៀតហើយនេះជាវីដេអូថ្មីរបស់ខ្ញុំទាំងពីរអ្នកសង្ឃឹមថាបងប្អូនស្រឡាញ់ចូលចិត្តនិងគាំទ្រហើយថ្ងៃនេះពួកយើងមានដំណើរកម្សាន្តមួយពីភ្នំពេញទៅខេត្តកែបវល់ល្ងាចបើក្បាលវីដេអូមកបងប្អូនឃើញខ្ញុំអង្គុយផឹកទឹកដូងហ្នឹងប្រហែលជាដឹងថាខ្ញុំនៅទីណាហើយមែនទេហើយដូងនៅកន្លែងគាត់ពិតជាផ្អែមឆ្ងាញ់មែនទែនបន្ទាប់ពីផឹកទឹកដូងអស់ម្នាក់មួយហើយពួកយើងក៏បានកេងរឹងលេងមួយផ្លេតឃើញថានៅទីនោះពិតជាមានខ្យល់ត្រជាក់ខ្លាំងមែនទែនហើយអាកាសធាតុថ្ងៃដែលយើងទៅក៏អត់សូវក្តៅដែរដោយសារមេឃសតុំរហូតយើងឈប់សម្រាកផឹកទឹកដូងចំណាយពេលអស់15នាទីហើយក៏យើងបានបន្តដំណើរទៅមុខទៀតហើយបើបងប្អូនចង់ដឹងថាទេសភាពតាមផ្លូវស្អាតយ៉ាងណាសូមតាមដានវីដេអូជាមួយខ្ញុំទាំងអស់គ្នាបាទបន្ទាប់ពីចេញពីកន្លែងផឹកទឹកដូងបានបន្តិចក៏មានផ្លូវបត់ចូលមួយខាងឆ្វេងដៃហើយផ្លូវនេះគឺជាផ្លូវថ្មីសម្រាប់ពួកខ្ញុំទាំងពីរនាក់ដោយសារតែពួកខ្ញុំទាំងពីរនាក់អត់ដែលធ្វើដំណើរតាមផ្លូវមួយនេះទេហើយតាមផ្លូវដែលបត់ចូលនេះគឺមានទេសភាពស្អាតខ្លាំងមែនទែនបើបងប្អូនមានគោលបំណងចង់ទៅលេងខេត្តកែបខ្ញុំគិតថាបងប្អូនគួរតែជិះតាមផ្លូវនេះព្រោះថាផ្លូវនេះមានទេសភាពស្អាតហើយនិងងាយស្រួលធ្វើដំណើរមែនទែនហើយមកដល់ទីនេះខ្ញុំក៏បានឈប់សម្រាកមួយផ្លេតហើយបង្ហោះដ្រូនក៏ឃើញថាទេសភាពនៅខាងលើពិតជាស្អាតខ្លាំងមែនទែន ។
តបពីថតហើយពួកយើងក៏បានរៀបចំដ្រូនទុកហើយក៏បន្តដំណើរទៅមុខទៀត ពេលនេះយើងក៏បានធ្វើដំណើរមកដល់សាក្ដាមហើយពួកយើងទាំងពីរនាក់ក៏បានចូលទៅទិញអាហារសម្រាប់ពេលថ្ងៃត្រង់នេះផងដែរពេលដែលខ្ញុំចូលទៅក្នុងសាក្ដាមទិញអាហារថ្ងៃត្រង់ខ្ញុំក៏បានថតវីដេអូផងដែរដើម្បីឲ្យបងប្អូនទស្សនាប៉ុន្តែ
គួរសោកស្ដាយមែនទែនដែលកាមេរ៉ាខ្ញុំថតអត់ជាប់អត់ដឹងថាវាមានបញ្ហាអីនៅពេលនោះបន្ទាប់ពីយើងទិញអាហារថ្ងៃត្រង់រួចក៏យើងបន្តដំណើរទៅមុខទៀតដើម្បីស្វែងរកកន្លែងអង្គុយញ៉ាំអីពេលនេះយើងបានមកដល់កន្លែងដែលយើងត្រូវមកអង្គុយញ៉ាំអីពេលថ្ងៃត្រង់ហើយកន្លែងមួយនេះពិតជាមានខ្យល់ត្រជាក់ខ្លាំងមែនទែនហើយទេសភាពនៅទីនេះពិតជាស្អាតខ្លាំងណាស់ដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងបន្ទាប់ពីរៀបចំឲ្យបានហើយពួកយើងក៏បាននាំគ្នាញ៉ាំអាហារថ្ងៃត្រង់
thử mục chân ở cua sờ lạnh như này thử mục còn mây giống sờ lạnh món tiết đó lâu chứ đó. Haiពេលល្ងាចក៏ពួកយើងបានធ្វើដំណើរត្រឡប់មកភ្នំពេញវិញហើយពួកយើងត្រឡប់មកវិញយើងក៏ធ្វើដំណើរតាមផ្លូវថ្មីមួយទៀតហើយផ្លូវមួយនោះក៏ពួកខ្ញុំទាំងពីរមិនដែលធ្លាប់ធ្វើដំណើរតាមនឹងដែរគឺជាលើកទី1ដូចគ្នាហើយផ្លូវថ្មីដែលយើងធ្វើដំណើរត្រឡប់មកភ្នំពេញវិញនោះក៏មានទេសភាពស្អាតខ្លាំងផងដែរពោពេញទៅដោយភ្នំធំៗសងខាងផ្លូវតែម្ដង
គេខំនឹងរស់ ថតរូបលេងហើយពួកយើងក៏បន្តដំណើរទៅមុខទៀត ហើយពេលនេះវីដេអូយើងក៏បានឈានមកដល់ទីបញ្ចប់សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ជួបខ្ញុំនៅវីដេអូក្រោយ